bà group nên chỉ mới số về mặt chuyện đó này nên cam nhập áo môi nó xa đầm cô bà vào đó mà nè rồi bố thun ngô tại mình đang tha mua hai màu bìa vậy nữa thế bà hay ở miền lục bua bà làm chiêm bà trai mình tên này mà đó mà nơi ở clip này bà cứ rút màu tới đây bà ô nó bà sợ chiêm mà lấy này cứ ở những cái tha cầm lăng sầm mặt cách hay chia rót bà bàn dọc tắc nói gật liềm bà là cô nhà ô bà bánh nó còn không tắc hốp rồi ô khi giờ thì nói gì con tha chứ thôi mà to tới cái mò thợ khó bà thì vay cũng do này chứ bà nhìn lấy thợ khó kia ở nhà mình ở nhà thợ ấy tên mẹ mấy kia vay con cặp con này nắng bông này còn rốt mau à ô tăng vì nào vì nơi mau ở đấy nhưng mà lại khinh một cái nhung phải trang tới tất cả nó thôi bà đai khinh khuất này ở đáy nó cuộc kia đai khơi ô phải đai khơi và vui sợ anh cô còn miết thôm này mới tới hay mà ở đằng dần mấy nên tầm nó ấy chỉ mua điện na ấy dần mấy ban chuyên hỗ đó thế nào ở miền ca hơn xa mình đang tham mau vì na đấy lục bua dàn ở thôn ngô khang này tên bà sẽ phải chiêm đây mà đó bà ở đây lục bua bà ở chiêm hay bông bông bị chiêm đó hay sầm bàn cây nắng do tắc ấy hốp hay có phong một tẹt tông lan phết ấy máu ấy và hay ao tận liêng chiêm mà ao liêng chiêm không bà tí tăngคือnơi lớp bay sam của mui bà đài ở nơi xa đàm cố bà được sân trong sân cắt xa đàm cố bà khăn cô ở đây thì Phnom Penh bà mà đang xanh nhiệt bom bồn ở tận á đây mà là những khơi nhảy than phiếp mà cứ mi ca nhà phaoอย่างខ្លាំងនៅត្រង់អត់ដឹងថាគាត់មានរឿងអីទេប្រិមិត្តយើងបាទអត់ដឹងទេបញ្ជាក់ថាខ្ញុំអត់ដឹងថាគាត់មានរឿងអីទេព្រោះបងប្អូនវិជាប្រវត្តិក៏អត់ដឹងថាគាត់មានរឿងអីពីណាមកដែរបាទដឹងគាត់ដឹងថារបួសនេះគឺធ្ងន់បាទរបួសធ្ងន់នៅត្រង់ចំណុចនេះគឺគាត់រត់មកបាទដើម្បីឲ្យគេជួយបាទរត់ឲ្យគេជួយប៉ុន្តែម្ដងនេះគឺបានដេកដួលនៅទាំងឈាមបាត់ទៅហើយបាទឈាមច្រើនមែនទែនបាទមិនដឹងថារបួសនេះរបួសដោយសារអីយើងអត់ទាន់ដឹងច្បាស់នោះទេឥឡូវស្ថានភាពគាត់គឺនៅដេកនៅតែហ្នឹងហើយឈាមហើយសមត្ថកិច្ចហើយនៅវិជាពលរដ្ឋនាំគ្នាតំណាក់តំណងទៅខាងរថយន្តសង្គ្រោះដើម្បីឲ្យចុះមកយកបរិសុទ្ធខាងលើហ្នឹងយកទៅធ្វើការសង្គ្រោះហើយសមត្ថកិច្ចនឹងសាកសួរនៅតាមក្រោយបាទអញ្ចឹងណាបាទសម្រាប់ជំនួយពាក់ព័ន្ធនឹងករណីខាងលើហ្នឹងបាទព្រោះអីឥឡូវនេះគឺអត់ទាន់សាកសួរអីបានដឹងអីច្បាស់លាស់ទេដោយសារតែស្ថានភាពគឺរបួសបាទសិតតែឈាមហើយឈាមច្រើនមែនទែនតែម្ដងណាបាទនៅនឹងផ្សារដើមគោយើងប្រិមិត្តយើងទាំងអស់នេះបាទនៅនឹងផ្សារដើមគោនៅលើផ្លូវ336សង្កាត់ផ្សារដើមគោខណ្ឌទូកោរាជធានីភ្នំពេញបច្ចៈគឺអត់មែនវាយនៅតំណឹងដេកដួលនៅតំណឹងទេអត់ដឹងថាគាត់រត់មកពីណាទេបាទដឹងរត់មកពីណាទេទាំងរបួសមកដល់គឺដេកដួលនៅតំណឹងតែម្ដងឥឡូវនឹងយើងអង្គុយបាននោះបាទឥឡូវដេកទៅវិញបាទអង្គុយបានហើយក៏ដេកទៅវិញដែរប៉ុន្តែគាត់ថារបួសគឺយើងធ្ងន់ហើយឈាមបាទក្បែរនឹងស្តុបបាទផ្សារដើមគោហ្មងបាទស្តុបបកស្តុបនេះកន្លែងក្បែរនៅនំប៉័ងសៀមម៉ៃនេះបាទនៅខាងនោះគឺនំប៉័ងសៀមម៉ៃបាទជាងទៅខាងនោះណាបាទអញ្ចឹងគឺមកពីស្តុបមកបាទចូលមកតាមផ្លូវ336ហ្នឹងមកគឺឃើញព័ន្ធនឹងករណីខាងលើហ្នឹងដែលបរិសម្នាក់ហ្នឹងគឺរត់របួសធ្ងន់សមត្ថកិច្ចតាក់ទងទៅខាងរថយន្តសង្គ្រោះហើយបាទតាក់ទងទៅខាងរថយន្តសង្គ្រោះហើយដើម្បីឲ្យចុះមកយកបរិសខាងលើហ្នឹងយកទៅសង្គ្រោះនឹងធ្វើការព្យាបាលសម្រាប់ពាក់ព័ន្ធនឹងករណីខាងលើហ្នឹងគឺមានការរត់របួសធ្ងន់គឺឈាមច្រើនមែនទែនតែម្ដងបាទគឺគាត់រត់តាមបញ្ជាក់គឺថារត់ពីទិសខាងនោះមកទេបាទរត់ពីទិសខាងកើតមកបាទរត់ពីទិសខាងកើតមកទិសខាងលិចបាទតាមបណ្ដោយផ្លូវ336បាទនៅផ្លូវសាររំកោហ្នឹងបាទហើយរត់ចូលមកបណ្ដោប្រឡោះកន្លែងហ្នឹងគឺមានស្នាមឈាមច្រើនមកទៅហើយដេកដួលនៅក្នុងស្ថានភាពឈាមច្រើនបាទមិនដឹងថាសាច់ញាតិបងប្អូននៅទីណាទេ
ហើយក៏យើងអត់តនឹងថាតើគាត់មានកំណោះឬមួយក៏មានកំណុំជាមួយអ្នកណាបានជាឈានរហូតដល់មានការហិង្សាបាទរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះបាទធ្ងន់ធ្ងរខ្លាំងមែនទែនបាទគឺឈាមច្រើនបាទឥឡូវយើងឃើញថាវត្តមានសមាជិកនៃប៉ុស្តិ៍ផ្សារដើមគោរួមជាមួយនឹងលោកអធិការរងបាទខណ្ឌសគោកបាទ02ក៏បានចុះមកដល់ត្រង់ចំណុចទីតាំងកន្លែងកើតហេតុនេះផងដែរបាទកំពុងតែព្យាយាមទំនាក់ទំនងទៅខាងយន្តសង្គ្រោះបាទតាក់ទងទៅយន្តសង្គ្រោះហើយដើម្បីឲ្យចុះមកយកទៅធ្វើការសង្គ្រោះនិងធ្វើការព្យាបាលជុំវិញពាក់ព័ន្ធនឹងករណីខាងលើបរិសុទ្ធខាងលើហ្នឹងបាទប្រិមិត្តបើសិនជាចង់ឃើញមុខមាត់គាត់ឬមួយក៏រូបភាពគាត់បាទអាចចុចទៅលើ link បាទដែលខ្ញុំដាក់នៅលើ caption ហ្នឹងគឺចូលទៅក្នុង group Telegram គឺអាចនឹងឃើញបាទឥឡូវបែរជាអាចនឹងសម្រាប់ចិត្តថាដឹកគាត់តាមលំអទៅតែម្ដងមើលទៅព្រោះស្ថានភាពគាត់ឈាមបាទដៃឃើញគាត់ទេដៃឃើញគាត់ទេអត់ទេកាមេរ៉ាខ្ញុំបែរទៅនោះទេមិនភ័យទេដៃឃើញគាត់នៅផ្សារតង្គោលហ្នឹងអត់ដែរណ៎គាត់នៅប្រហែលថាទីភ្លើងអូអញ្ចឹងបានន័យថាទៅមិនឃើញរបួសហ្នឹងទេអូគាត់រួចមកដួលហ្នឹងណ៎ហ្នឹងហើយអូនោះដើររួចទេបាទមិញនោះគឺឈាមច្រើនបាទនេះបាទនេះឥឡូវសមត្ថកិច្ចឲ្យឡើងទៅលើលំអតែម្ដងដើម្បីឲ្យទៅទីពេទ្យបាទព្រោះមិនដឹងថាគាត់នៅតាណាតាណីប៉ុន្តែសមត្ថកិច្ចយើងឲ្យទៅពេទ្យដើម្បីធ្វើការសង្គ្រោះនិងធ្វើការព្យាបាលសិនពីអ្នកជំនាញពាក់ព័ន្ធនឹងករណីខាងលើហ្នឹង